សួស្តី fan BL គ្នាយើងទាំងអស់ស្វាគមន៍មកកាន់ Channel Why Love BL ខ្មែរតើយើងបន្តសាច់រឿងរបស់យើងបន្តទៀតក្នុងក្បាលទី1វីដេអូទី2ម៉ូរ៉ានក៏ត្រូវដល់ថ្ងៃទៅទទួលទោសបន្តដោយធ្វើការនៅក្នុងសំណាក់ហុងលៀនរកកន្លែងផ្ទាល់ខ្លួនរបស់លោកគ្រូឈូវ៉ាន់នីងពេលទៅដល់សំណាក់ហុងលៀនលោកគ្រូឈូវ៉ាន់នីងនឹងក៏ប្រើឲ្យម៉ូរ៉ាននឹងសម្អាតបន្ទប់ម៉ូរ៉ាននឹងក៏គិតថាស្មានតែឲ្យធ្វើអីពិបាកការពិតការងារស្រួលៗហ្នឹងប៉ុន្តែមានរឿងដែលហួសចិត្តគឺថាកន្លែងរបស់លោកគ្រូឈូវ៉ាន់នីងនឹងគឺថារាយប៉ាយអរត់អរាយរបស់គ្មានសណ្ដាប់ធ្នាប់ឲ្យពោពេញទៅដោយធូលីដែលមើលទៅវាមិនបានសម្អាតមករាប់ម៉ឺនឆ្នាំមកទាំងអស់គ្នាហ្នឹងក្នុងអារម្មណ៍របស់ម៉ូរ៉ានណាម៉ូរ៉ានគ្រាន់តែឃើញសភាពឲ្យឡើងធ្លាក់ថ្លាមក្តុកដោយសារតែឈូវ៉ាន់នេះនឹងគឺរស់នៅតែម្នាក់ឯងមករហូតហើយគេរវល់ខ្លាំងរវល់នឹងការងារដែលគេត្រូវធ្វើឧបករណ៍សម្រាប់ជួយបង្ក្រាបបិសាចទប់ទល់នឹងបិសាចអីផ្សេងអាចនិយាយបានថាឈូវ៉ាន់នេះគឺអត់ចេះការងារផ្ទះឯទាំងអស់គ្នាហើយសូម្បីតែកន្លែងដេករបស់ឈូវ៉ាន់នេះគឺមានតែប្រឡោះត្បល់ខ្លួនទូចមួយឯក្រៅពីនឹងគឺសិតតែជាឧបករណ៍ដែលគាត់សាងឡើងដើម្បីកម្ចាត់បិសាចបើតាមខ្ញុំសម័យមើលទៅលក្ខណៈថាកន្លែងរបស់ឈូវ៉ាន់នេះដូចរោងជាងមួយដែលមានមេជាងនិងកូនជាងតែម្នាក់ឯងអញ្ចឹងណាក្រៅពីនឹងគឺសិតតែឧបករណ៍សម្រាប់ធ្វើដល់ពេលអញ្ចឹងគឺវាអត់មានរបៀបរៀបរយទេគឺវានៅអាញ៉ៃអរត់អរាយពេញតំណឹងអញ្ចឹងទៅហើយកន្លែងដេកគឺមានតែមកប្រឡោះសម្រាប់ដេកទេសូម្បីតែនៅលើក្រេហ្នឹងក៏មានឧបករណ៍អស់ហ្នឹងនៅជាមួយដែរកន្លែងហ្នឹងម៉ូរ៉ានក៏បានសួរលោកគ្រូគេដែរថាអត់បានសម្អាតហ្នឹងរយៈពេលប្រហែលហើយលោកគ្រូក៏ប្រាប់ថាចិត្ត1ឆ្នាំហើយបន្ទាប់មកម៉ូរ៉ានក៏កលេចឃើញមកកៅអៅមកកណូធំគេក៏បានសួរដែរសួរលក្ខណៈថាឲ្យគេបោកឬមិនហើយទៅលោកគ្រូក៏ប្រាប់ថាលោកគ្រូបោកខ្លួនឯងម៉ូរ៉ានក៏សួរទៀតថាលោកគ្រូចេះបោកកៅអៅដែរទាំងអស់គ្នាអើយខ្ញុំហួសចិត្តខ្លាំងណាស់ដឹងថាលោកគ្រូឈួរនាងឆ្លើយថាមិនអត់គាត់ថាអត់មានអីពិបាកទេបោះចូលទៅក្នុងទឹកមកសន្ទុះធំបន្ទាប់មកលើកអាលាស់ដាក់ហាលឲ្យស្ងួតទៅគឺរួចហើយម៉ូរ៉ានលក្ខណៈថាកៀងគ្រឿងម៉ាស៊ីននិយាយអត់ចាញ់តែម្ដងនិយាយទៅឈួរនាងម្នាក់នេះចម្លែកដែរជាមនុស្សចូលចិត្តស្អាតមើងម៉ាត់ម៉ត់ចត់ប៉ុន្តែកន្លែងនៅរបស់ខ្លួនឯងអត់ចេះសម្អាតបន្ទាប់មកមានហេតុការណ៍មួយដែលឈូវ៉ាន់នីងទៅឃើញម៉ូរ៉ានហើយនឹងស៊ឺមីនឹងកំពុងតែចាប់ដៃគ្នានៅក្នុងបន្ទប់តម្រារបស់គាត់ឈូវ៉ាន់នីងដេញស៊ឺមីចេញហើយនិយាយដាក់ម៉ូរ៉ានថាបើហត់ទៅសម្រាប់ទៅគាត់មិនខាត់ទេម៉ូរ៉ានកំពុងតែភ័យថាខ្លាចលោកគ្រូទាញខ្សែតៃមកវាយប៉ុន្តែដល់ពេលលឺអញ្ចឹងបែរជាចម្លែកចិត្តថាមិនចិត្តល្អម៉េចតែម៉ូរ៉ានអត់ទៅទេគេនៅសម្អាតតម្រានៅក្នុងបន្ទប់នឹងរាប់ពាន់ក្បាលតតែរួចដល់យប់អាត្រៀតនិយាយទៅកន្លែងវគ្គហ្នឹងគេមាន memory ជាមួយគ្នាទាំងអស់គ្នាបើសិនជាសម្រាយឲ្យក្បោះក្បាយទៅខ្ជូតណាកន្លែងនេះមានអក្សរឲ្យអានបន្ថែមណាបន្ទាប់មកម៉ូរ៉ានក៏បានហាត់រៀននៅសំណាក់បាន1ឆ្នាំពេញហើយតាមទំនៀមទម្លាប់ត្រូវបានទទួលភារកិច្ចចេញទៅបង្ក្រាបបិសាចដើម្បីចូលសាកល្បងប្រឡូកក្នុងពិភពគុណហើយតាមទម្លាប់របស់សំណាក់គេហ្នឹងពេលដែលចេញប្រឡូកលើកដំបូងហ្នឹងត្រូវឲ្យគ្រូទៅតាមការពារបើជួបហេតុការណ៍អីទប់ទល់មិនបានក៏មានគ្រូនៅចាំជួយដោយសារតែម៉ូរ៉ានត្រឡប់មកកើតក្នុងអតីតកាលម្ដងទៀតអញ្ចឹងគេដឹងពេលវេលាមុនគេសប្បាយចិត្តណាស់ដែលបានចេញទៅបំពេញភារកិច្ចលើកនេះព្រោះអីគេបានទៅជាមួយស៊ឺមីសំណាប់ចិត្តគេទោះបីជាគេត្រូវទៅជាមួយលោកគ្រូដែលគេស្អប់ក៏ដោយក៏គេនៅតែសប្បាយចិត្តដែរព្រោះថាការដែលទៅកម្ចាត់បិសាចលើកនេះគេបានជួបហេតុការណ៍មួយដែលគេធ្លាក់ទៅក្នុងមន្តអាគមដែលប្រភេទសណ្ដំសតិអារម្មណ៍យើងឲ្យរវើរវាយអត់ដឹងអីចឹងណាវាជាមន្តអាគមសណ្ដំមួយដែលធ្វើឲ្យពួកគេនឹងទៅនៅក្នុងភពមួយផ្សេងហើយអ្នកដែលមានកម្លាំងធាតុខ្សោយដូចម៉ូរ៉ានហើយនឹងស៊ឺមីគឺរវើរវាយអត់ដឹងអីទេអ្នកដែលមានស្មារតីនឹងណូគឺលោកគ្រូឈូវ៉ាន់នីងតែម្នាក់គត់ពេលម៉ូរ៉ានដឹងខ្លួនថាគេនឹងកំពុងតែធ្លាក់ចូលទៅក្នុងមន្តអាគមសណ្ដំហ្នឹងហើយម៉ូរ៉ានគឺសប្បាយចិត្តខ្លាំងមែនទែនគេសឹងតាដេកអានីលនៅកន្លែងហ្នឹងហ្មងគេសប្បាយចិត្តចង់ហោះហើយព្រោះអីពេលហ្នឹងគេបានថើបស៊ឺមីម៉ូរ៉ានដឹងថាការពិជាតិមុនគេបានថើបស៊ឺមីដោយសារតែគេវង្វេងវង្វាន់ស្មារតីដោយសារមន្តសណ្ដំហ្នឹងចឹងហើយម៉ូរ៉ានព្រោះអីគេចិត្តបានថើបស៊ឺមីដោយការពិជាតិមុនទៀតហើយគេក្រុងទុកថាសាននេះគេអត់ឲ្យស៊ឺមីរត់ទៅងាយដោយជាតិមុនទេគេនឹងថើបស៊ឺមីអស់ចិត្តប៉ុន្តែម៉ូរ៉ានមិនដឹងខ្លួនអញ្ចឹងរហូតទេទាំងអស់គ្នាម៉ូរ៉ាននៅតែធ្លាក់ចូលទៅស្ថានភាពវង្វេងវង្វាន់ដោយការពិជាតិមុនអញ្ចឹងពេលកំពុងតែត្រូវមុនសណ្ដំនឹងរៀងសឿងហើយនឹងម៉ូរ៉ាននឹងរត់ទៅរកទឹកផឹកហើយទឹកនៅក្នុងភពនៃមុនសណ្ដំនឹងពេលដែលផឹកទៅវាកាន់តែសណ្ដំខ្លាំងឡើងទាំងអស់គ្នា
ទាំងអស់គ្នាគិតថាម៉ូរ៉ាននឹងបានថើបស៊ឺមួយដោយការវិជាតិមុនទៀតអត់និយាយចឹងខ្ញុំភ្លេចបញ្ជាក់ប្រាប់អ្នកទាំងអស់គ្នាពេលដែលធ្លាក់ចូលទៅក្នុងភពនៃមុនសណ្ដំហ្នឹងណាទាំង3អ្នកហ្នឹងគឺវែងគ្នាហើយគឺវែងគ្នាអត់នៅជិតគ្នាទេហើយអញ្ចឹងពេលដែលម៉ូរ៉ាននឹងកំពុងរវល់ជាមួយនឹងមុនសណ្ដំនឹងកាន់តែខ្លាំងមនុស្សដែលគេរងចាំនឹងក៏បានមកដល់ហើយគ្រាន់តែគ្នាមកដល់ភ្លាមគឺទាញដៃគ្នាយកទៅថើបយកហ្មងគ្នានោះអត់មានបានតាំងខ្លួនអត់មានបានត្រៀមខ្លួនទេគឺថាភាំងធ្វើអីលេងត្រូវហ្មងនិយាយទៅម៉ូរ៉ានហ្នឹងគឺលក្ខណៈថាដោយមនុស្សកំពុងតែឃ្លានខ្លាំងហើយទឹកស៊ុបកំពុងតែក្តៅអញ្ចឹងហត់យោយ៉ាងសម័យមើលប៉ុន្តែទឹកស៊ុបដែលម៉ូរ៉ានកំពុងហត់ហ្នឹងមិនមែនស៊ឺមើលទេគឺលោកគ្រូឈួននេះមុនសណ្ដំហ្នឹងគឺវាបង្រួបស្មារតីឲ្យយើងសម័យទៅតាមអ្វីដែលយើងកំពុងតែប្រាថ្នាចង់បានណាអញ្ចឹងពេលដែលម៉ូរ៉ាហ្នឹងកំពុងតែប្រាថ្នាស៊ឺមួយយ៉ាងខ្លាំងប៉ុន្តែមនុស្សដែលមកដល់ហ្នឹងគឺជាលោកគ្រូឈួននេះឯងប៉ុន្តែម៉ូរ៉ានមើលឃើញជាស៊ឺមួយអើយម្ដាយអើយចាប់កញ្ញិចលោកគ្រូឡើងរើខ្លួនអត់រួចហ្មងណាម៉ូរ៉ានស្ថិតក្នុងវ័យ16ឆ្នាំប៉ុន្តែធាតុពិតនៅក្នុងខ្លួន16ឆ្នាំហ្នឹងគឺជាវិញ្ញាណរបស់មនុស្សអវ័យ32ឆ្នាំអញ្ចឹងហើយទង្វើវាប្រព្រឹត្តទៅខ្លាំងជាងការពិចិត្រមុននឹងទ្វេគុណដល់ថ្នាក់អ្នកខាងក្រោមស្រែកដោយកំហឹងប៉ុណ្ណាក៏ស្ដាប់មិនយល់ដែរទៅជាលឺតែសំឡេងផ្អែមល្ហែមទន់ភ្លន់រហូតដល់ទីបំផុតឈូវ៉ាន់នីងរើខ្លួនរួចក្រឡោះខ្សែដីវត្តយកគ្មានបណៃដៃទេវាយតតែហត់ប៉ុន្តែពេលដែលកំពុងវាយហ្នឹងម៉ូរ៉ាននៅតែមិនទាន់ភ្ញាក់ពីអាមុនសណ្ដំហ្នឹងទេតោះតែឈូវ៉ាន់នីងហត់ហើយម៉ូរ៉ានក្អួតឈាមមួយថ្លុកធំបានភ្ញាក់ស្មារតីគូបញ្ជាក់ផងដែរថាម៉ូរ៉ានជាមនុស្សដែលល្មមប៉ុន្តែគេអត់ចូលចិត្តថើបទេនិយាយរួមទៅការថើបនេះគឺមានតិចខ្លាំងមែនទែនក្នុងជីវិតរបស់ម៉ូរ៉ានប៉ុន្តែលើកនេះគឺឆ្ងាញ់យកតែមែនទែនតែម្ដងម៉ូរ៉ានក៏ចម្លែកចិត្តខ្លួនឯងដែរការវិជាតិមុនហ្នឹងគេហត់ទឹកស៊ុបរបស់ស៊ឺមើយបានតែបន្តិចទេស៊ឺមើយហ្នឹងក៏រត់ទៅបាត់ប៉ុន្តែសារនេះនៅរមិចរមៀលនៅនឹងយូរដែរហ្នឹងបាននិយាយពីកៅអៅរបស់លោកគ្រូឈូវ៉ាន់នេះឡើងរបូតលបាញញ៉ាញ៉ៃអស់អាលីងម៉ូរ៉ានដល់តែមានស្មារតីត្រឡប់មកវិញគេក៏លក្ខណៈថាវល់ការពិជាតិមុនជាស៊ឺមើយហេតុអីក៏ជាតិហើយហេតុការនោះវាកើតឡើងដដែលទេហេតុអីលើកនេះជាលោកគ្រូឈូវ៉ាន់នេះវិញលក្ខណៈថាហេតុអីក៏រឿងរ៉ាវវាមិនដូចដើមអញ្ចឹងហើយក៏លក្ខណៈថាម៉ូរ៉ានហ្នឹងក៏គិតទៀតកាន់តែវល់ទៀតហើយចុះការពិជាតិមុនគេគិតថាជាស៊ឺមើយគេច្បាស់ថាម្នាក់ហ្នឹងជាស៊ឺមើយប៉ុន្តែនៅក្នុងពេលហ្នឹងគេគឺត្រូវមុនសណ្ដំល្វាយអញ្ចឹងមានន័យថាការពិជាតិមុនហ្នឹងក៏មិនប្រកាសថាម្នាក់ហ្នឹងគឺជាស៊ឺមើយ 100% ដែរហើយម៉ូរ៉ានឈួតយោហ្នឹងក៏អញ្ចឹងទៀតស្អប់ឈួរវ៉ាន់នីងប៉ុន្តែម្ដងស្អប់ម្ដងចង់មានអីមួយគេហើយបន្ទាប់ពីនឹងមកហ្នឹងក្នុងដែនមន្តអាគមរបស់បិសាចហ្នឹងគេធ្វើពិធីរៀបការទាំងអស់គ្នាគឺមានក្រុមបិសាចក្រុមខ្មោចអីផ្សេងៗហ្នឹងណាគេធ្វើពិធីរៀបការឲ្យវិញ្ញាណខ្មោចដើម្បីទៅបំពន់ធម៌ពលឲ្យមេបិសាចរបស់គេហ្នឹងហើយគេមានក្បួនដង្ហែគេយ៉ាងធំនៅក្នុងហ្នឹងអញ្ចឹងណារបៀបថានៅក្នុងភពរបស់គេពួកខ្មោចទាំងអស់ហ្នឹងគឺត្រូវបានចាប់ឲ្យរៀបមង្គលការដើម្បីឲ្យខ្មោចទាំងអស់ហ្នឹងបានសំបំណងខ្លួនឯងនៅរឿងដែលមានសេចក្តីសុខសម្រាប់ខ្លួនឯងអញ្ចឹងណាហើយពេលដែលខ្មោចអស់ហ្នឹងបានរៀបការបានមានក្តីសុខអញ្ចឹងទៅធ្វើឲ្យមេបិសាចហ្នឹងទទួលបាននៅធម៌ពលល្អហើយធ្វើឲ្យគេហ្នឹងបំពេញខ្លួនឯងឲ្យទៅជារបៀបថាដូចអាទិទេពអីចឹងណាដែលវាមានធម៌ពលមិនមែนជាព្រាយបិសាចហើយមេបិសាចហ្នឹងគឺស្ថិតនៅក្នុងទីសក្ការៈបូជាដែលគេគោរពហើយមានអាស្រមមានអីចឹងទៅឈូវ៉ាន់នីងហើយនឹងម៉ូរ៉ានក៏បន្លំចូលទៅក្នុងក្រុមខ្មោចអស់ហ្នឹងនៅក្នុងក្រុមក្បួនដង្ហែគេនឹងឯងក្បួនដង្ហែដែលមានខ្មោចមកគូដើម្បីចូលទៅរៀបការហើយក្បួនដង្ហែគេនឹងធំណាស់មិនមែនទូទេមានច្រើនគូខ្លាំងមែនទែនគោលបំណងរបស់ម៉ូរ៉ានហើយនឹងឈូវ៉ាន់នីងចូលទៅហ្នឹងដើម្បីរកស៊ឺមើយហើយនឹងកូនប្រសារបស់ម្ចាស់ផ្ទះដែលជួលពួកគេឲ្យមកបង្ក្រាបបិសាចឲ្យហ្នឹងណាហើយដើម្បីរកចំណុចខ្សោយកំចាត់បិសាចហ្នឹងផងដែរអញ្ចឹងហើយចេះតែចូលទៅបន្លំក្នុងចំណោមហ្នឹងទៅគេឲ្យធ្វើអីធ្វើនឹងតាមគេទៅពេលដែលចូលទៅបន្លំក្នុងក្បួនដង្ហែគេហ្នឹងពួកគេក៏បានជួបស៊ឺមើយហើយនឹងកូនប្រសាស្រីរបស់ម្ចាស់ផ្ទះប៉ុន្តែស៊ឺមើយហើយនឹងកូនប្រសាស្រីហ្នឹងគឺអត់ដឹងខ្លួនទេណាទាំងអស់គ្នាត្រូវមុនសណ្ដំរបស់បិសាចម៉ូរ៉ានក៏ចូលទៅទាញគេចាញ់ហើយឈរទៅជិតស៊ឺមើយដឹងស្រាប់ហើយថាម៉ូរ៉ានមកទៅចង់រៀបការជាមួយស៊ឺមើយហើយទោះបីនៅក្នុងភពខ្មោចអីក៏ដោយតែចង់ប្រាប់អ្នកទាំងអស់គ្នាថាម៉ូរ៉ានស្រឡាញ់ស៊ឺមើយខ្លាំងណាស់ថ្មីត្បិតទៅជាមនុស្សដែលអាក្រក់ហើយល្មោបខ្លាំងពិតមែនប៉ុន្តែគេអត់មានគោលបំណងកំណត់អាក្រក់ធ្វើបាបស៊ឺមើយទេហើយអត់មានគោលបំណងនឹងចិត្តចង់បៀតបៀនស៊ឺមើយទេ
ស្រឡាញ់ចង់មើលថែចង់ថ្នាក់ថ្នមចង់នៅចិត្តអីចឹងទៅតែបើជាមួយលោកគ្រូឈួននេះវិញស្អប់គាត់ខ្លាំងណាស់ប៉ុន្តែភ្លេចខ្លួនចង់ញ៉ាំលោកគ្រូកន្លែងហ្នឹងមករ៉ានគេសប្បាយគេណាគេបានរៀបការជាមួយស៊ឺមីហើយប៉ុន្តែពេលទៅចូលទៅដល់ក្នុងបន្ទប់ហ្នឹងកូនកំមុំមិនមែនស៊ឺមីទេប៉ុន្តែជាលោកគ្រូឈួននេះមករ៉ានក្នុងឈុតក្រហមឆ្អិនឆ្អៅរបស់កូនកំឡោះហើយលោកគ្រូឈួននេះក្នុងឈុតក្រហមឆ្អិនឆ្អៅរបស់កូនកំមុំមិនមានក្របស្បែកមុខអីចឹងតាមប្រពៃណីគេហ៎ចាគ្រាន់តែបាក់ស្បែកមុខមកគឺថាកៅភ្នែករបស់លោកគ្រូឈួននេះសឹងតែស៊ីសាច់របស់មករ៉ានហ្មងលោកគ្រូឈួននេះគាត់កាចស្រាប់ដល់ពេលគាត់ទៅឆ្លងកាត់ហេតុការណ៍ជាមួយមរ៉ានមុនហ្នឹងហ៎អញ្ចឹងឲ្យមរ៉ានគាត់ទៅឃើញមុខលោកគ្រូឈួននេះគឺថាស្លន់ចាប់អីលេងត្រូវបណ្ដោយហើយនៅក្នុងបន្ទប់ហ្នឹងមិនមែនមានតែ2នាក់ហ្នឹងទេគេនៅមានអាកុមារមាសកុមារប្រាក់ខ្មោចគេហ្នឹងនៅចាំប្រកបចាំប្រាប់ឲ្យធ្វើតាមពិធីអញ្ចឹងពិធីមង្គលការរបស់មរ៉ានហើយហ្នឹងលោកគ្រូក៏ប្រព្រឹត្តទៅតាមលំដាប់លំដោយរបស់គេទៀតអញ្ចឹងទៅលោកគ្រូឈួននេះត្រូវខ្មោចអស់ហ្នឹងហៅកូនកំមុំពេញមាត់រួចហើយក៏ទៅដល់អាកិច្ចចុងក្រោយរបស់គេហ្នឹងគឺត្រូវដាក់កូនកំមុំកូនកន្លោះហ្នឹងទៅក្នុងមឈូសតែមួយកន្លែងហ្នឹងគឺដល់វគ្គកិច្ចឡើងឋានសួគ៌ទាំងអស់គ្នាអូយកន្លែងហ្នឹងរៀងយ៉ាប់តិចវារៀងអាក្រក់អាក្រៃអាមេខ្មោចបិសាចហ្នឹងវាបញ្ជាឲ្យគេឡើងមកគូមកដើម្បីអនុវត្តកិច្ចឡើងឋានសួគ៌ហ្នឹងឲ្យគេមើលនៅក្នុងពិធីហ្នឹងអញ្ចឹងចាអ្នកអាននេះអានដល់កន្លែងហ្នឹងមានការហួសចិត្តហើយអ្នកដែលហួសចិត្តលើសនិស្ស័យជាងអ្នកអានទៀតហ្នឹងគឺឈួននីងហើយនឹងមរ៉ានហើយបន្ទាប់មកគ្រប់គូដែលនៅក្នុងមឈូសទាំងអស់ហ្នឹងគឺថាអនុវត្តទៅតាមគំរូដែលគេបានធ្វើឲ្យមើលហ្នឹងអញ្ចឹងគ្រប់គូទាំងអស់ពេលដែលអនុវត្តហ្នឹងមឈូសទាំងអស់គឺរំជួយប៉ុន្តែមឈូសមួយគឺអត់មានរំជួយទេគឺមឈូសរបស់មរ៉ានហើយនឹងឈួននេះធ្វើឲ្យអាមេបិសាចហ្នឹងគឺវាសង្ស័យថាអញ្ចឹងមានន័យថាមិនមែនខ្មោចមានតែមនុស្សអញ្ចឹងវាគិតថាមឈូសហ្នឹងមនុស្សហើយមនុស្សចូលមកអុកឡុកចូលមកប្រឡំអីចឹងប៉ុន្តែវាបែងចែកអត់ដាច់ទេណាទាំងអស់គ្នាដើម្បីវាពិសោធន៍មើលគឺវាយកមករៀមដៃកញ្ចក់វែងរបស់វាហ្នឹងគឺចាក់ទម្លុះមឈូសហ្នឹងដើម្បីឲ្យមុតអ្នកនៅខាងក្នុងហ្នឹងបើសិនជាចាក់ឲ្យលឺស្រែកលឺអីហ្នឹងគឺមានន័យថាក្នុងហ្នឹងគឺជាមនុស្សហើយគេត្រូវសម្រាប់ចោលមរ៉ាននិងឈួននេះបានសង្ងំហើយប៉ុន្តែបិសាចហ្នឹងវានៅតែចាក់ទម្លុះចូលមកហើយកន្លែងហ្នឹងទាំងអស់គ្នាឈួននេះគាត់អោបមរ៉ានយកខ្លួនទៅបាំងអញ្ចឹងកញ្ចក់វែងរបស់បិសាចហ្នឹងគឺមុតចំស្មារបស់ឈួននេះមកខាងហ្នឹងមុតជ្រៅខ្លាំងមែនទែនឈាមលហាមហ្មងណាហើយមិនត្រឹមតែប៉ុណ្្នឹងទេមិនត្រឹមតែចាក់ទេគឺចាក់ឲ្យរុកឆ្កៀលទៀតកម្រិតនៃការឈឺចាប់របស់ឈួននេះគឺថាបើសិនជាមនុស្សធម្មតាវិញមិនដឹងថាស្រែកយំទៅដល់ខ្យល់ប៉ុណ្ណាទេហើយឈួននេះក៏មិនមែនថាឈឺចាប់ល្មមឯងគឺឈឺខ្លាំងតតែមែនតែនប៉ុន្តែប្រឹងអត់ទេនិយាយទៅកន្លែងហ្នឹងឈួននេះសឹងតែស្រែកធ្ងោចេញមកព្រោះថាវាឈឺខ្លាំងពេកប៉ុន្តែសុកចិត្តអត់ទ្រាំខ្លួនឡើងញ័រពេលដែលមេខ្មោចនឹងចាក់ទម្លុះអញ្ចឹងហើយអត់មានលឺសំឡេងអីវាក៏គិតថានេះជាសាកសពមិនមែនមនុស្សរស់ទេវាក៏ដកដៃទៅវិញហើយពេលដែលដកដៃទៅវិញហ្នឹងឈួននេះគឺអស់កម្លាំងអលេងវាលក្ខណៈថាល្បយឈាមក៏ហូរខ្លាំងអញ្ចឹងណាកន្លែងហ្នឹងឈួននេះគឺត្រូវរបួសធ្ងន់ហើយតែទាំងអស់គ្នាខ្ញុំភ្លេចនិយាយកន្លែងនេះខ្ញុំគិតថាបើមិននិយាយទេវាដូចជាខ្វះរសជាតិអាពេលដែលគេឲ្យកូនកំមុំកូនកន្លោះហ្នឹងចូលទៅក្នុងមឈូសជាមួយគ្នាហ្នឹងគេសែងសិនណាទាំងអស់គ្នាសែងពីកន្លែងគោលដៅហ្នឹងទៅទីលានចុងបញ្ចប់នៅកន្លែងគេឡើងឋានសួគ៌ហ្នឹងណាតទៅពេលឡាគេកំពុងសែងមឈូសហ្នឹងទៅហើយមនុស្សនៅខាងក្នុង2នាក់ក្នុងមឈូសតែមួយដល់ពេលអញ្ចឹងទៅវាមានកន្លែងខ្លះវាផ្អៀងមឈូសដល់ពេលផ្អៀងមឈូសទៅឈួននេះហើយនឹងមរ៉ានទៅកិច្ចក្បាលគ្នាបុកគ្នាដោយសារតែពេលមឈូសផ្អៀងទៅមនុស្សមិនល្មៀលហើយកន្លែងវាទូចៀតនៅក្នុងមឈូសតែមួយហ្នឹងហើយរៀងល្ងឹតទៀតបិទក្របចិត្តហើយអញ្ចឹងទៅមរ៉ានក៏ព្យាយាមបិទខ្លួនឯងទៅនឹងជញ្ជាំងមកឈប់មកខាងទៀតអញ្ចឹងណាប៉ុន្តែវានៅតែតកិច្ចជាមួយជញ្ជាំងអាខ្នងហ្នឹងនៅតែតកិច្ចជាមួយមកឈប់ហ្នឹងហើយទៅមរ៉ានថាឈឺខ្នងតកិច្ចជាមួយក្តាមឈូសហ្នឹងវាឈឺព្រោះខ្នងមរ៉ាននៅលបួសឡើយត្រូវលោកគ្រូវត្តនឹងខ្សែតីពេលដាក់តពេលលោកគ្រូឈូវ៉ាន់នឹងឮថាមរ៉ានតកិច្ចខ្នងទៅឈឺអញ្ចឹងណាលោកគ្រូក៏យកដៃទៅកសោបខ្នងមរ៉ានជួយទប់កុំឲ្យពេលតកិច្ចទៅខ្នងមរ៉ានប៉ះនឹងមឈូសទៅវាឈឺទៀតអញ្ចឹងកន្លែងហ្នឹងហ្វីនមែនតើបន្ទាប់ពីហ្នឹងមកមេខ្មោចនៅកន្លែងហ្នឹងក៏ត្រូវបានកំចាត់ចោលកំតិចខ្ទេចខ្ទីយ៉ាងជោគជ័យទាំងអស់គ្នាសូមផ្ញើ follow IG ផងណាអរគុណ